វីដេអូនេះគឺបង្ហាញពីការប្រើប្រាស់របស់ model Sunflex M8 2026ចឹងដំបូងយើងចូលទៅភ្ជាប់ Wi-Fi ហើយចូលទៅកន្លែង setting មួយនេះចឹងបងអូខេលើ setting ហ្នឹងហើយបងចុចចុះ Chrome ចូល setting ដែរខ្ញុំដាក់មួយមិញហ្នឹងហើយចូល network បន្តមកទៀត Wi-Fi ហើយនឹងបងរើសយក Wi-Fi ឈ្មោះរបស់ទីតាំងបងហើយយើងចូលទៅភ្ជាប់ Wi-Fi password តាមធម្មតាសម្រាប់ការ Bluetooth ធំបាសវិញមកចូល setting ហ្នឹងទៅដែរហើយបងចូលទៅក្នុង Bluetooth setting មួយនេះបន្តមកទៀតបងអូខេលើនឹងហើយបងនឹងឃើញឈ្មោះ Dye Scan នៅខាងស្ដាំដៃហ្នឹងឯងចំណែកផ្នែកខាងលើនេះវិញគឺកន្លែងដែលបងអាចសេរីរូបភាពមានន័យថាបងចង់សេរីជ្រុងមួយអញ្ចឹងមកចូលនៅក្នុង corner correction អូខេលើនឹងហើយគឺវាចេញជ្រុងបែបហ្នឹងឯងអញ្ចឹងនៅពេលដែលបងបន្ទាប់ពីសេរីជ្រុងហ្នឹងហើយបងចុចអូខេទៅគឺវានឹង load ទៅជ្រុងមួយទៀតដើម្បីបងសេរីឯងបន្ទាប់ពីបងសេរីពេញចិត្តហើយបងអាច back មកវិញទៅគឺវាត្រឡប់មកផ្ទាំងដើមបងវាវិញក្នុងលក្ខខណ្ឌថាបងចង់ក្លាប់រូបអញ្ចឹងបងចូលទៅក្នុង projection setting នឹងដដែលហើយ projection modeចឹងក៏បងអាចរើសបានហើយជាទូទៅនៅពេលដែលបងចាប់ឡើងទៅលើពីដើមគឺយើងចូល front silent ម៉ាស៊ីននេះមានកន្លែងសេរីពន្លឺ3កម្រិតតែជាទូទៅគឺខាងហាង recommend បងឲ្យប្រើជាមួយនឹង eco mode ដើម្បីសន្សំសំចៃហើយយកការអំពូលរៀងវែងហើយស៊ីភ្លើងតិចចាអញ្ចឹងមកចុចទៅក្នុង media setting នេះមកបន្តមកទៀតបងអស់មកខាងស្ដាំហើយបងចុចចុះក្រោមរហូតទៅបងនឹងឃើញពាក្យថា standard high price ហើយនិង eco ឯងចាជាទូទៅ standard នេះគឺវាភ្លឺជាង eco ហើយ high price ភ្លឺជាង standard តែជាទូទៅដូចខ្ញុំបញ្ជាក់ជាងគឺ recommend បងប្រើជាមួយនឹង eco